technique និងសិល្បៈនិយាយក្នុងទីសាធារណៈដើម្បីឲ្យមនុស្សគ្រប់គ្នាចាប់អារម្មណ៍មនុស្សយើងមានសង្គមផ្សេងគ្នាមិនថាអ្នកណានៅក្នុងសង្គមណានោះទេរឿងមួយដែលយើងបដិសេធមិនបានគឺការជួបនិយាយគ្នាការនិយាយចំពោះមុខមនុស្សច្រើនគឺជារឿងចាំបាច់ដូច្នេះអ្នកត្រូវតែជំនាញព្រោះការនិយាយគឺជារឿងមួយដែលធ្វើឲ្យអ្នកដទៃជឿទុកចិត្តលើអ្នកបានហើយការនិយាយបានល្អលុះត្រាតែមានការត្រៀមខ្លួនឲ្យបានល្អបើចាំបាច់គួរសមឲ្យកើតជានិស្ស័យរឹតតែល្អប្រសើរផ្ទុយទៅវិញការនិយាយមិនបានល្អជាពិសេសការនិយាយចំពោះមុខសាធារណៈជាការលក់មុខមាត់ខ្លាំងណាស់ត្រៀមខ្លួននិងត្រៀមការចេះដឹងឲ្យល្អគ្រប់យ៉ាងអ្នកត្រូវត្រៀមខ្លួនទុកឲ្យបានល្អគ្រប់ពេលវេលាដោយបង្កើតឲ្យបានជានិស្ស័យជាពិសេសនិស្ស័យចង់ចេះចង់ដឹងបើអ្នកមានការចេះដឹងច្រើនការនិយាយរបស់អ្នកក៏វាគួរឲ្យចាប់អារម្មណ៍ដែរហើយក៏មិនមានថ្ងៃទាស់ចិត្តអ្នកស្ដាប់យ៉ាងពិតប្រាកដបើមាននរណាហើបមាត់សួរអ្នកក៏អាចឆ្លើយតបបានយ៉ាងស្ទាត់ជំនាញធ្លាប់មានអ្នកនិយាយច្រើនរូបដែលត្រូវឡើងទៅនិយាយនៅលើវេទិកាញឹកញាប់ប៉ុន្តែនៅតែភ្លេចចំណងជើងដែលត្រូវនិយាយនោះវាមិនមែនជាការត្រៀមខ្លួនដ៏ល្អទេឯការនិយាយដែលត្រូវការក្រដាស់ឬប្លង់ក៏មិនល្អដែរនឹងធ្វើឲ្យអ្នកខូចបុគ្គលិកលក្ខណៈដូច្នេះគួរវឹកហាត់ការចាំឲ្យល្អជាមុនដើម្បីជាមូលដ្ឋានដ៏រឹងមាំបំផុតវឹកហាត់ជាប្រចាំរៀបចំខ្លួនឲ្យបានរៀបរយល្អរមែងមិនមានថ្ងៃភ្លាត់ការវឹកហាត់នេះអ្នកចាំបាច់ត្រូវវឹកហាត់ដោយប្រើស្រមោលកញ្ចក់ជាឧបករណ៍ជំនួយវិធីនៃការវឹកហាត់នេះដូចជាវឹកហាត់អង្គុយឬឈរអង្រួនរាងកាយប្រើអិរិយាបថវឹកហាត់សម្លេងនិយាយឲ្យសមរម្យឬត្រូវត្រួតពិនិត្យបុគ្គលិកលក្ខណៈរបស់ខ្លួនឲ្យបានល្អិតល្អន់បំផុតការត្រៀមរឿងយកមកនិយាយវិធីនៃការត្រៀមរឿងដើម្បីយកមកនិយាយគឺប្រមាលមើលរឿងដែលខ្លួនបានដឹងច្បាស់មកត្រៀមនិយាយការដឹងដល់រឿងដែលត្រូវលើកមកនិយាយនោះគឺធ្វើឲ្យយើងមានភាពជឿជាក់និងមានពេលសិក្សាយ៉ាងល្អិតល្អន់ចំពោះវារឿងបន្ទាប់សម្រាប់ត្រៀមក្នុងការនិយាយនោះគឺទី1ការធ្វើសេចក្តីផ្ដើមការធ្វើសេចក្តីផ្ដើមគឺជាការនាំរឿងមកនិយាយវាជារឿងសំខាន់មិនតិចទេសម្រាប់ការនិយាយព្រោះការបើនាំរឿងមកនិយាយមិនល្អនឹងធ្វើឲ្យអ្នកអង្គុយស្ដាប់កើតអារម្មណ៍មិនល្អនិងមិនចង់ស្ដាប់យើងទៀតទេដូច្នេះការនាំរឿងមកនិយាយចាំបាច់ត្រូវតែជាពាក្យសម្ដីដែលសុភាពនិងអាចអូសទាញការចាប់អារម្មណ៍ចេញពីអ្នកស្ដាប់បានជាដំបូងអ្នកគួរប្រាប់អត្ថន័យរបស់រឿងដែលអ្នកនឹងលើកមកនិយាយឲ្យអ្នកស្ដាប់បានយល់ព្រមទាំងការអធិប្បាយពីហេតុផលក្នុងការនិយាយគ្រានោះផងដើម្បីឲ្យអ្នកស្ដាប់បានដឹងពីគោលដៅក្នុងការនិយាយរបស់យើងទី2សាច់រឿងរបស់រឿងនីមួយៗអ្នកត្រូវបញ្ជាក់ដល់ចំណងជើងនៃរឿងសំខាន់គឺនិយាយទៅតាមវគ្គឃ្លាដែលបានរៀបចំទុកចូលកុំនិយាយរំលងវគ្គឃ្លាដាច់ខាតព្រោះនឹងធ្វើឲ្យអ្នកស្ដាប់មិនយល់អ្វីទាំងអស់វានឹងធ្វើឲ្យការនិយាយមានដំណើរការទៅមុខយ៉ាងមានរបៀបផងដែរឯអ្នកស្ដាប់យល់បានងាយផងដែរបើអ្នកនិយាយតាមវគ្គនិងឃ្លារឿងដែលល្អជាងនេះទៀតគឺការនិយាយរបៀបនេះជារបៀបអ្នកចេះអ្នកដឹងអ្នកត្រូវស្វែងរកហេតុផលនិងចង្អុលបង្ហាញឲ្យបានល្អិតល្អន់និងហ្មត់ចត់ព្រោះការនិយាយដែលយល់បានងាយនោះនឹងធ្វើឲ្យអ្នកស្ដាប់ចាប់អារម្មណ៍ក្នុងរឿងដែលអ្នកនិយាយយ៉ាងយកចិត្តទុកដាក់ជាទីបំផុតទី3សរុបអត្ថន័យរបស់រឿងគឺជាការនិយាយឡើងវិញឲ្យបានល្អិតល្អន់ចំពោះអ្វីដែលអ្នកបាននិយាយចប់ទៅហើយប៉ុន្តែនិយាយបញ្ជាក់ចំណុចសំខាន់ដើម្បីសង្កត់ចិត្តអ្នកស្ដាប់ឲ្យច្បាស់បន្ថែមទៀតការនិយាយសរុបអត្ថន័យចាំបាច់ត្រូវតែជាក់ច្បាស់និងពេញទៅដោយការពិតនេះនឹងធ្វើឲ្យពួកគេមានអារម្មណ៍ថាអ្នកជាមនុស្សច្បាស់លាស់ហើយពួកគេនឹងទទួលបានលទ្ធផលល្អពីរឿងដែលអ្នកនិយាយនោះតទៅនេះជារឿងដែលត្រូវប្រញាប់បដិសេធ
ក្រោយពីបានដឹងពីរបៀបនៃការនិយាយរួចហើយរឿងទាំងនោះត្រូវមានជាចំណុចសំខាន់ដូចតទៅត្រូវមានព័ត៌មានផ្សេងៗឲ្យបានច្រើនបំផុតដែលសន្សំបានមកពីការអានវែកញែកព័ត៌មានម្ដងទៀតដើម្បីស្វែងរកទិន្នន័យដែលត្រូវការឬទិន្នន័យដែលត្រឹមត្រូវពិតប្រាកដរួបរวมគំនិតឬគតិឲ្យស្ថិតនៅក្នុងក្រុមមួយទៀតជាមុនក្រោយមកក៏បង្កើតចំណុចដែលត្រូវនិយាយកត់សម្គាល់ទុកជាចំណុចក្រោយមកក៏សរសេរសង្ខេបវាឲ្យទៅជាទិន្នន័យខ្លីៗពិនិត្យមើលម្ដងហើយម្ដងទៀតបើមានរឿងណាមិនស័ក្តិសមដែលនឹងនិយាយក៏អាចបោះចោលបានហើយបន្ថែមទិន្នន័យព័ត៌មានដែលល្អជាងមុនចូលទៅជំនួសក៏បានការត្រៀមឲ្យបានត្រឹមត្រូវសុខភាពល្អក៏អាចជួយឲ្យអ្នកនិយាយល្អបានដែរសុខភាពជារឿងសំខាន់សម្រាប់មនុស្សយើងមិនថាមនុស្សម្នាក់នោះមានអាជីពអ្វីទេបើមនុស្សម្នាក់នោះជាអ្នករស់នៅក្នុងសង្គមដែលត្រូវជួបការនិយាយជាមួយមនុស្សច្រើនទៀតនោះសុខភាពក៏រឹតតែជារឿងសំខាន់ទៅទៀតព្រោះសុខភាពល្អរមែងផ្ដល់ឲ្យមានរូបរាងល្អហើយរូបរាងល្អនេះហើយដែលញ៉ាំងឲ្យអ្នកដទៃឃើញភ្លាមកើតជំនឿបានផ្លែតសាកគិតលើមើលបើអ្នកផ្ដាសាយប៉ុន្តែអ្នកមានការចាំបាច់ត្រូវទៅនិយាយក្នុងកិច្ចប្រជុំដែលតម្រូវឲ្យអ្នកអត្ថាធិប្បាយទាក់ទងនឹងការងារតែសំឡេងនិយាយដែលផ្ដាសាយនោះវាក៏ងួរគួរឲ្យរំខានឬស្អកងល់អ្នកគិតលើមើលថាតើអ្នកស្ដាប់នឹងមានអារម្មណ៍យ៉ាងណាត្រង់នេះអាចនឹងធ្វើឲ្យពាក្យសម្ដីរបស់អ្នកមិនសូវមានការចាប់អារម្មណ៍ពីមនុស្សដែលស្ថិតនៅក្នុងអង្គប្រជុំហើយខ្លួនអ្នកផ្ទាល់ក៏មានអារម្មណ៍ថាការនិយាយរបស់អ្នកគួរឲ្យធុញទ្រាន់ឬគ្មានកម្លាំងរហូតអាចធ្វើឲ្យអ្នកកើតទៅជាការខុសផ្លុកបានឬអ្នកអាចមិនសូវជាតាំងចិត្តនិយាយក៏ថាបានការធ្វើលំហាត់ប្រាណឲ្យបានមួយថ្ងៃ10ទៅ20នាទីយ៉ាងទៀងទាត់រាល់ថ្ងៃដោយមិនត្រូវឲ្យហួសកម្លាំងនិងធ្វើឲ្យអ្នករឹងមាំនិងទទួលបានភាពសប្បាយរីករាយច្រើនទៀតផងបើរូបរាងស្អាតការនិយាយក៏គួរឲ្យចាប់អារម្មណ៍ភាពស្អាតរបស់រូបរាងកាយនិងគ្រឿងតែងកាយជារឿងសំខាន់មែនទែនក្នុងការបន្ថែមបុគ្គលិកលក្ខណៈរបស់ខ្លួនឲ្យកាន់តែល្អប្រសើរថែមទៀតព្រោះថាប្រហែលជាមិនមានអ្នកណាមានជំនឿលើមនុស្សកខ្វក់ទាំងរាងកាយនិងគ្រឿងតែងកាយនោះឡើយជាងនេះទៅទៀតបើសិនអ្នកជាមនុស្សរស់នៅក្នុងតួនាទីការងារដែលត្រូវរស់នៅក្នុងទីសាធារណជនឬស្ថិតនៅក្នុងតំណែងណាមួយដែលធ្វើឲ្យមនុស្សមានជំនឿចំពោះខ្លួនទៀតនោះមើលទៅរឿងនេះវាមិនមែនជារឿងតូចតាចឡើយដូច្នេះអ្នកត្រូវចាប់អារម្មណ៍ក្នុងរឿងនេះព្រោះថាមនុស្សយើងភាគច្រើនមើលតែរូបរាងខាងក្រៅនិងរឿងដំបូងដែលគេបានឃើញតែប៉ុណ្ណោះដូច្នេះអ្នកគួរតែមើលថែខ្លួនឯងឲ្យបានរៀបរយតាំងពីសរសៃសក់រហូតបាតជើងមើលថាតើសរសៃសក់ពេញដោយអង្គែឬអត់ឬថាតើសម្លៀកបំពាក់មានភ្លឺរលោងឬទេដេកឲ្យបានគ្រប់គ្រាន់ខួរក្បាលនិងស្រស់ថ្លាមនុស្សដែលសម្រាកមិនបានគ្រប់គ្រាន់គេអាចសង្កេតបានឃើញថានឹងជាមនុស្សដែលមានខួរក្បាលភ្លេចភ្លាំងច្រើនយឺតយ៉ាវមិនព្យាយាមនិងអណ្ដែតអណ្ដូងបើអ្នកនិយាយមានបុគ្គលិកលក្ខណៈដូចនេះមើលទៅប្រហែលមិនអាចនឹងក្លាយជាអ្នកនិយាយដ៏ពូកែបានឡើយបុគ្គលដែលអាចក្លាយទៅជាអ្នកនិយាយដ៏ពូកែបាននោះការសម្រាកឲ្យបានគ្រប់គ្រាន់ជារឿងដែលគួរឲ្យបដិបត្តិព្រោះការសម្រាកមិនត្រឹមតែធ្វើឲ្យអ្នកស្រស់ស្រាយនោះទេនៅអាចធ្វើឲ្យយើងមានខួរក្បាលស្រឡះល្អបានទៀតផងហើយវាក៏ជាថ្នាំបំបត្តិភាពតានតឹងបានយ៉ាងមានប្រសិទ្ធភាពថែមទៀតផងដែររឿងនេះជារឿងសំខាន់របស់អ្នកនិយាយព្រោះថាបើអ្នកនិយាយមានតែភាពតានតឹងតប់ប្រមល់នោះតើម្ដេចនឹងអាចនិយាយឲ្យអ្នកដទៃសប្បាយចិត្តបានទៅកើតទទួលទានអាហារដែលមានគុណតម្លៃចំពោះរាងកាយរបស់មនុស្សយើងនឹងអាចរឹងមាំបាននោះមួយផ្នែកមកពីការជ្រើសរើសញ៉ាំអាហារដែលមានប្រយោជន៍និងមានគុណតម្លៃចំពោះរាងកាយប៉ុន្តែបើយើងញ៉ាំអាហារឬភេសជ្ជៈដែលមិនមានគុណតម្លៃដល់រាងកាយនោះក្រៅពីធ្វើឲ្យរាងកាយយើងទ្រុឌទ្រោមហើយនៅជាឧបសគ្គចំពោះភាពជាអ្នកនិយាយដ៏ពូកែទៀតផងដូចជាការផឹកស្រាច្រើនពេក
វានឹងធ្វើឲ្យការគិតយឺតយ៉ាវខុសប្រក្រតីអ្នកស្ដាប់រមែងមិនចាប់អារម្មណ៍ក្នុងការស្ដាប់សំឡេងងងុយឬនិយាយខុសមុខខុសក្រោយនោះទេបើចង់ខ្លាយទៅជាអ្នកនិយាយដ៏ល្អនោះគ្រឿងស្រវឹងគួរតែកាត់បន្ថយខ្លះក៏ល្អហើយកាន់តែល្អគួរតែឈប់តែម្ដងទៅក៏មិនមានអ្នកណាថាអីដែរមានតែមនុស្សសរសើរគ្មានមនុស្សថាជាដាច់ខាតខ្ញុំសូមធានានិយាយត្រូវមានកិរិយាមារយាទល្អកិរិយាមារយាទប្រកបក្នុងការនិយាយនោះគឺជាព័ត៌មានប្រាប់ពីបុគ្គលិកលក្ខណៈរបស់យើងបានបើមានកាយវិការប្រកបការនិយាយដ៏សមរម្យនោះរមែងជួយបន្ថែមបុគ្គលិកលក្ខណៈរបស់យើងឲ្យល្អឡើងព្រោះអ្នកស្ដាប់តែងតែមើលកាយវិការរបស់អ្នកនិយាយប្រហាក់ប្រហែលគ្នានឹងការចាប់អារម្មណ៍រឿងដែលអ្នកកំពុងនិយាយដែរការបង្ហាញនៅកាយវិការខណៈពេលនិយាយនឹងជួយធ្វើឲ្យការនិយាយនោះមើលទៅរឹតតែប្រសើរឡើងនិងធ្វើឲ្យអ្នកស្ដាប់រឹតតែយល់ច្បាស់ក្នុងរឿងដែលអ្នកកំពុងនិយាយនោះប៉ុន្តែគួរតែប្រយ័ត្នកាយវិការនោះពោលគឺគួរឲ្យវាស្ថិតនៅក្នុងព្រំដែនដែលសមល្មមមិនឲ្យខ្លាំងហួសហេតុពេកនោះទេព្រោះអាចធ្វើឲ្យអ្នកស្ដាប់ធុញទ្រាន់បាននៅមានរឿងមួយទៀតដែលត្រូវប្រុងប្រយ័ត្នក្នុងការប្រើកាយវិការប្រកបពាក្យនិយាយគឺកុំព្យាយាមផ្លាស់ប្ដូរបុគ្គលិកលក្ខណៈប្រចាំខ្លួនមានន័យថាកុំយកត្រាប់តាមអ្នកដទៃឬយកស្ទីលតាមគេជាដាច់ខាតព្រោះវាអាចធ្វើឲ្យអ្នកស្ដាប់មើលឃើញថាអ្នកជាមនុស្សត្រេតត្រោតមិនច្បាស់លាស់និងការេការ៉ាមិនចាប់អារម្មណ៍ក្នុងរឿងដែលអ្នកកំពុងពន្យល់ចូលធ្វើជាខ្លួនរបស់ខ្លួនឯងបែបនេះគឺល្អបំផុតសូម្បីកិរិយារបស់អ្នកមើលទៅមិនដូចអ្នកដទៃក៏ដោយទៅចោះក្បាលត្រូវតាំងឲ្យត្រង់រហូតក្បាលត្រូវតាំងឲ្យត្រង់មិនថាអ្នកអង្គុយឬឈរក្នុងទីកន្លែងណានោះទេព្រោះការតាំងក្បាលឲ្យត្រង់ក្នុងខណៈនិយាយនោះនឹងធ្វើឲ្យអ្នកមើលទៅជាមនុស្សប្រាកដប្រជានិងត្រៀមជាស្រេចដើម្បីប្រឈមមុខជាមួយនឹងរឿងគ្រប់យ៉ាងនិងជាមនុស្សដែលមានការជឿជាក់លើខ្លួនឯងបំផុតប៉ុន្តែក្នុងករណីខ្លះក្បាលមានចលនាអាចនឹងធ្វើបានដូចជាកំពុងនិយាយក្នុងលក្ខណៈសូមអង្វរអ្នកគួរឈ្ងោកក្បាលទៅខាងមុខបន្តិចហើយពេលនិយាយបដិសេធក្នុងរឿងណាមួយក៏គួរក្រវីក្បាលតិចបើកំពុងនិទានរឿងដែលគួរឲ្យភ្ញាក់ផ្អើលដាស់ចិត្តអ្នកស្ដាប់នោះអ្នកគួរដាក់អារម្មណ៍ដោយការនិយាយសំឡេងខ្លាំងច្បាស់និងបញ្ឈរក្បាលឲ្យត្រង់ចាំទុកថាមិនគួរក្រវីក្បាលទៅមកខណៈពេលនិយាយទេព្រោះពេលនិយាយមិនមានអត្ថន័យណាក្នុងការធ្វើដូចនេះឡើយសម្របទឹកមុខឲ្យចូលជាមួយអារម្មណ៍និងពាក្យសម្ដីការសម្របទឹកមុខឲ្យចូលជាមួយអារម្មណ៍ខណៈពេលនិយាយនឹងជួយធ្វើឲ្យការនិយាយនោះមានរសជាតិនិងធ្វើឲ្យអ្នកស្ដាប់អណ្ដែតអារម្មណ៍ទៅតាមចង្វាក់នៃការនិយាយបានងាយព្រោះផ្ទៃមុខជារឿងមួយអាចសបញ្ជាក់ដល់អារម្មណ៍បានដូចជាពេលអ្នកកំពុងនិយាយរឿងរ៉ាវដែលកំសត់ជាការពិតអ្នកមិនត្រូវសើចចេញមកជាដាច់ខាតក្រៅតែពីធ្វើឲ្យផ្ទៃមុខសៅមងតែប៉ុណ្ណោះពេលអ្នកនិយាយរឿងគួរឲ្យខ្លាចទឹកមុខរបស់អ្នកក៏ត្រូវមើលគួរឲ្យខ្លាចហើយបើនិយាយកំប្លុកកំប្លែងត្រូវញញឹមឬសើចចេញមកតិចខណៈពេលនិយាយនោះកៅភ្នែកគឺជាបង្អួចនៃបេះដូងវាមិនមែនជារឿងល្អទេបើអ្នកមិនក្លាហានក្នុងការនិយាយឬបើហ៊ាននិយាយហើយតែនៅតែខ្លាចអ្នកស្ដាប់សូម្បីតែសម្លឹងភ្នែកអ្នកស្ដាប់ក៏មិនហ៊ានមើលដែរនោះបែបនេះបង្ហាញឲ្យឃើញថាអ្នកខ្លាចឬមិនជឿជាក់ក្នុងរឿងដែលខ្លួនឯងនិយាយឬជាមនុស្សទន់ខ្សោយមិនសូវហ៊ានប្រឈមមុខជាមួយនឹងឧបសគ្គនានាអ្នកនិយាយដែលមើលមុខអ្នកស្ដាប់ផងនោះរមែងតែងបង្ហាញឲ្យឃើញដល់ភាពរឹងមាំហ៊ានស៊ូជាមួយនឹងការពិតត្រង់នេះហើយនឹងធ្វើឲ្យអ្នកស្ដាប់កើតជំនឿលើអ្នកបាននឹងធ្វើឲ្យអ្នកស្ដាប់បណ្ដោយតាមការគិតរបស់អ្នកបានយ៉ាងងាយបំផុតការប្រើខ្សែភ្នែកទៅតាមអត្ថន័យនៃពាក្យបើកភ្នែកឲ្យចេញជាពន្លឺនៃសេចក្តីសុខបើនិយាយរឿងណាសប្បាយគួរបើកភ្នែកឲ្យធំស្រឡះឡើងបើរឿងនិយាយនោះជារឿងដែលគួរឲ្យភ្ញាក់ផ្អើលធ្វើភ្នែកប្រឹមបន្តិចបើនិយាយរឿងតាក់ទងនឹងការគិតខណៈពេលនិយាយ
ត្រូវបិទត្របកភ្នែកចុះបន្តិចយឺតបើកំពុងនិយាយរឿងទុក្ខវេទនាខណៈពេលនិយាយគួរមានចលនាជាចង្វាក់ការធ្វើចលនារបស់រាងកាយឲ្យសមស្របទៅនឹងចង្វាក់នៃការនិយាយនឹងធ្វើឲ្យការនិយាយគួរឲ្យចាប់អារម្មណ៍ខ្លាំងឡើងដើម្បីឲ្យបានក្លាយជាអ្នកនិយាយដ៏ល្អបាននោះមិនមែនពឺតែអង្គុយឬឈរនិយាយរឹងកំប្រឹងមិនមានចលនារាងកាយវិការជាចង្វាក់នោះទេតែការធ្វើចលនារាងកាយនោះក៏គួរប្រព្រឹត្តទៅក្នុងលក្ខខណ្ឌសមរម្យផងដែរប្រើដៃផងក្នុងខណៈពេលនិយាយការប្រើដៃខណៈពេលនិយាយក្នុងទីសាធារណជននោះជារឿងជួយបន្ថែមពាក្យសម្ដីនោះឲ្យមើលទៅរតែគួរឲ្យចង់ស្ដាប់ហើយមានទម្ងន់គួរឲ្យជឿជាក់បានបើប្រើឲ្យបានត្រូវតាមចង្វាក់និងអត្ថន័យរបស់ពាក្យពេចន៍និយាយនោះចំណុចដាស់តឿនចិត្តក្នុងការនិយាយក្នុងទីសាធារណៈក្នុងការនិយាយឈរហាមផ្អែកខ្នងទៅលើវត្ថុណាមួយជាដាច់ខាតកុំប្រើដៃតែម្ខាងក្នុងពេលនិយាយញឹកញាប់ច្រើនពេកហើយកុំប្រើដៃធ្វើកាយវិការដដែលច្រើនពេកកុំពាក់ឬដោះលែវអាវខណៈពេលនិយាយក្រឡេកទៅក្រឡេកមកមិនល្អទេកុំនិយាយធ្វើជាញាក់ស្មាដូចបារាំងកុំក្អកក្រហែមញឹកពេកខណៈពេលនិយាយលូកដៃចូលទៅក្នុងហោប៉ៅខោឬអាវមិនគួរធ្វើដាច់ខាតដៃទាំងពីរក្តោបដាក់មកខាងមុខក៏មើលមិនល្អមើលដែរក្រពាត់ដៃមកក្រោយយូរពេកក៏មិនល្អដូចគ្នាពេលនិយាយអេសត្រចៀកអេសក្បាលក៏អត់ល្អមើលដែរខ្សែភ្នែករបស់អ្នកគួរមើលទៅឲ្យគ្រប់ជ្រុងជ្រោយពិសេសណាស់បើអ្នកសម្លឹងភ្នែកអ្នកស្ដាប់ជៀសវាងការប្រើពាក្យដដែលដូចជាពាក្យថាចាបាទខ្ញុំបាទហាហេព្រោះជាស្ទីលដ៏គួរឲ្យរំខានបំផុតចុងក្រោយពេលនិយាយចប់ហើយរឿងដែលចាំបាច់ត្រូវធ្វើដែលមិនអាចបំភ្លេចបានគឺនិយាយពាក្យសូមអរគុណទៅកាន់អ្នកស្ដាប់